ជាថ្មីម្ដងទៀតប្រមានកម្ពុជាកំអោយហក់លោតរឿងសង្គ្រាមជុំទី3រដ្ឋមន្ត្រីការពារជាតិថៃថ្មីបញ្ចេញសារប្រមានធ្ងន់ធ្ងរជុំវិញការផ្ទុះអាវុធជុំទី3នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងនោះលោកឆាងយុក៏បានតបតទៅកាន់ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃផងដែរស្ដាប់ព័ត៌មាននាថ្ងៃទី8មេសា2026នេះទាំងអស់គ្នាហើយថ្ងៃនេះយើងក៏បានទទួលនាវាចម្បាំងថ្មីពីមហាមិត្តដៃថែបចិនផងដែរគាត់បើជាងអត់ឲ្យគេឲ្យហើយយកមកដើម្បីយកមកទប់ទល់ស្ថានភាពនានាដែលកើតឡើងដោយការបកហេតុដោយសំណាក់យោធាថៃរឿងបញ្ហាព្រំដែនផ្នែកទឹកក្តីផ្នែកគោកក្តីបាទក៏ប៉ុន្តែឥឡូវនេះថៃប្រកាសហេតុចោល MOU 44ផ្នែកទឹកថាតើប្រិយមិត្តរដ្ឋមន្ត្រីការពារជាតិថៃនិយាយឲ្យខ្លះពាក់ព័ន្ធទៅនឹងការផ្ទុះស្ថានភាពជុំទី3រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកអាដាមសេនីយ៍ឯកអាដូលប៊ុនថាមចារើនបានចេញមុខថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ថាប្រសិនណាបើការប៉ះទង្គិចគ្នាជាលើកទី3រវាងថៃនិងកម្ពុជាផ្ទុះឡើងពិតមែននោះវានឹងក្លាយជាព្រឹត្តិការណ៍ដ៏មហន្តរាយបំផុតទោះជាយ៉ាងណាក៏ដោយលោកបានគូបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជានឹងត្រូវបខំចិត្តគិតគូរឲ្យបានម៉ត់ចត់ជាទីបំផុតមុននឹងសម្រេចបើកការវាយប្រហារលើកងទ័ពថៃជាថ្មីម្ដងទៀតនោះបាទរឿងនេះខ្ញុំសូមផ្ដាំទៅវិញថាគ្មានកម្ពុជាណាទៅបើកការវាយប្រហារទៅលើប្រទេសថៃឯងនោះទេមានតែកម្ពុជាចោលប្រទេសចង្រៃកងទ័ពថៃនេះឯងដែលបកហេតុ provocation ដាក់កម្ពុជាយើងនោះអញ្ចឹងទេរឿងនេះផ្ដាំទៅកាន់ភាគីថៃណាតាមរយៈសម្ដីនេះយើងអាចមើលឃើញពីយុទ្ធសាស្ត្ររារាំងដើម្បីសន្តិភាពដែលថៃកំពុងប្រើប្រាស់ដើម្បីផ្ញើសារទៅកាន់ភាគីម្ខាងទៀតថាការបថុយប្រឋានណាមួយនឹងត្រូវសងវិញដោយតម្លៃដ៏ខ្ពស់ថ្លែងនៅក្នុងសន្និសីទសារព្រមានថ្ងៃអង្គារទី7មេសា2026នេះម្សិលមិញណាប្រិយមិត្តលោកអាដាមសេនីយ៍ឯកអាដូលដែលទើបតែឡើងមកកាន់តំណែងរដ្ឋមន្ត្រីការពារជាតិថៃថ្មីបានសង្កត់ធ្ងន់ថាព័ត៌មានជុំវិញលទ្ធភាពនៃសង្គ្រាមជុំទី3មិនគួរត្រូវបានជឿជាក់ដោយគ្មានការត្រួតពិនិត្យនោះទេលោកបានដាស់តឿនឲ្យសាធារណជនតាមដានតែរបាយការណ៍ផ្លូវការពីអាជ្ញាធរនិងកងទ័ពដែលកំពុងឈរជើងផ្ទាល់នៅលើដីប៉ុណ្ណោះនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការប្រុងប្រយ័ត្នខ្ពស់របស់រដ្ឋាភិបាលថៃក្នុងការគ្រប់គ្រងព័ត៌មានដើម្បីជៀសវាងការភ័យស្លន់ស្លោប៉ុន្តែក៏ជាការបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេចក្នុងផ្នែកស៊ើបការសម្ងាត់ផងដែរចឹងតែចំណុចនេះផ្ដាំទៅប្រជាពលរដ្ឋថៃកុំឲ្យភ័យស្លន់ស្លោបើផ្ទុះស្ថានភាពនានាកងទ័ពថៃគេដឹងពេកចំពោះរឿងនោះណាគេមានការស៊ើបការសម្ងាត់ណានៃដែលថៃលើកឡើងនោះយោងតាមការវិភាគផ្នែកយុទ្ធសាស្ត្រយោធារបស់លោកប្រសិនណាបើសង្គ្រាមពិតជាកើតឡើងមែនវាមិនមែនជាការលួចវាឆ្មក់ដោយងាយៗនោះទេព្រោះត្រូវតែមានការប្រកាសប្រមាននិងការជំនះប្រជាជនស៊ីវិលជីមុនសិនលោកបានបញ្យល់ថាវាមិនអាចទៅរួចនោះទេដែលការប្រយុទ្ធគ្នាទ្រង់ទ្រាយធំនឹងកើតឡើងខណៈពេលដែលមានប្រជាជននៅតែបន្តរស់នៅក្នុងតំបន់គ្រោះថ្នាក់ការលើកឡើងបែបនេះហាក់ដូចជាចង់រំកិលសម្ពាធទៅលើកម្ពុជាថាថៃដឹងច្បាស់ពីនីតិវិធីសង្គ្រាមនិងមិនបណ្ដាលឲ្យមានការវាយប្រហារណាមួយកើតឡើងដោយគ្មានការការពារនោះឡើយក្នុងន័យប្រកបនៅអធិពលនិងមហិទ្ធិឫទ្ធិកងទ័ពលោកអាដូលរដ្ឋមន្ត្រីការពារជាតិថៃរូបនេះបានអះអាងដោយទំនុកចិត្តថាការប្រឈមមុខដាក់គ្នាជុំថ្មីនឹងក្លាយជាសង្គ្រាមខ្នាតធំតែម្ដងលោកបានបោះពាក្យសម្ដីយ៉ាងមុតស្រួចថាភាគីកម្ពុជាត្រូវតែឆ្លោះកញ្ចក់មើលខ្លួនឯងជាមុនថាតើខ្លួនមានសមត្ថភាពនិងការត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីប្រឈមមុខជាមួយកងទ័ពថៃម្ដងទៀតដែរឬទេនេះគឺជាអ្វីដែលគាត់បាទផ្ដាំទៅកម្ពុជាបើសិនជាចង់ផ្ទុះស្ថានភាពណាក៏ប៉ុន្តែគាត់ឡើងមកថ្មីអញ្ចេះគាត់និយាយរឿងច្រើនតិចឲ្យប្រិយមិត្តនេះគឺជាការវាយបកតាមផ្លូវចិត្តដើម្បីបង្អាក់ស្មារតីយោធារបស់ភាគីម្ខាងទៀតមុនពេលមានការផ្ទុះអាវុធពិតប្រាកដស្របពេលដែលពិធីបុណ្យសង្ក្រាន្តជិតចូលមកដល់លោកបានជំរុញឲ្យប្រជាជនថៃតាមព្រំដែនរក្សាភាពស្ងប់ស្ងាត់និងបន្តអបអរសាទរពិធីបុណ្យជាតិដោយក្តីរីករាយដោយសន្យាថាទាហានថៃនឹងឈរជើងការពារយ៉ាងរឹងមាំជាទីបំផុតលោកថែមទាំងបានប្រកាសពីគម្រោងចោះសួរសុខទុក្ខកងទ័ពជួរមុខក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំនេះផងដែរដើម្បីលើកទឹកចិត្តដល់យុទ្ធជនដែលកំពុងលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីអធិបតេយ្យភាពជាតិនេះបង្ហាញពីការយកចិត្តទុកដាក់លើផ្នែកសីលធម៌កងទ័ពដែលជាកម្លាំងស្នូលក្នុងការទប់ទល់នឹងសត្រូវពាក់ព័ន្ធនឹងបញ្ហានយោបាយផ្ទៃក្នុងការរិះគន់លើសកម្មជនរបស់បុគ្គលស្ថាបនិកដឹកអាចកាន់ចាំបឡាងបាទដែលទៅញ៉ៃញ៉ៃនៅព្រំដែនឈើលើទូកុងតឺន័រថតបង្ហោះវីដេអូសម្ដីអត់ខ្លាចអនាណ័យនោះឥឡូវនេះត្រូវបានគេលើកយកមកនិយាយហើយត្រូវបានគេចោទសួរពាក់ព័ន្ធទៅនឹងការរៃលុយនានានោះបាទចឹងទេផ្ទៃក្នុងប្រទេសថៃកំពុងតែសួរថាលុយយកទៅណាអស់ហើយដែលបានចោះជួយសាងសង់លេនដ្ឋាននៅព្រំដែនលោកអាដូលបានចេញមកការពារសកម្មជនទាំងនោះថាជាសុឆន្ទៈលោកបានបញ្យល់ពីភាពយឺតយ៉ាវនៃប្រព័ន្ធថវិការដ្ឋដែលត្រូវបានចំណាយពេលដល់ទៅ3ខែគណៈតម្រូវការយោធាត្រូវការជាបន្តទោះជាយ៉ាងណាលោកក៏មិនភ្លេចដាក់កំហិតថាប្រសិនណាបើមានភាពមិនប្រក្រតីណាមួយលើសពីនេះការស៊ើបអង្កេតនឹងត្រូវធ្វើឡើងពាក់ព័ន្ធទៅនឹងការរៃលុយណាមួយបាទពីកាន់ចំបឡាងនឹងត្រូវស៊ើបអង្កេតដែរពាក់ព័ន្ធនឹងនេះដោយសារតែបែបនេះប៉ុននៅក្នុងការរៃលុយពីប្រជាជននា
នារឿងព្រំដែនវាជាការរកស៊ីរបស់វាផងដែរណាប្រិមិត្តអាការជាប់បលាំងស្ថាបនិកដឹកអាចនេះការវិភាគស៊ីជម្រៅបង្ហាញថារដ្ឋាភិបាលថៃកំពុងតែព្យាយាមប្រើប្រាស់កម្លាំងស៊ីវិលនិងសប្បុរសជនដើម្បីបំពេញចន្លោះប្រហោងនៃកញ្ចប់ថវិកាយោធាក្នុងគោលបំណងពង្រឹងខ្សែការពារព្រំដែនឲ្យបានលឿនជាទីបំផុតតាមដែលអាចធ្វើទៅបាននេះគឺជាដំណឹងមួយផ្នែកទៅឥឡូវនេះចូលមកវគ្គពាក់ព័ន្ធទៅនឹងកម្ពុជារបស់យើងលោកឆាងយុតបតទៅការលើកឡើងរបស់លោកអាដុលប៊ុនថាំចារ៉ានេះថាតើគាត់ប្រតិកម្មតបតទៅវិញយ៉ាងម៉េចណាប្រិមិត្តស្ដាប់ទាំងអស់គ្នាពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទុះអាវុធជុំទី3រវាងកម្ពុជាថៃគឺផ្អែកទៅលើការសន្មត់និងការបកស្រាយចំនួនដែលខុសឆ្គងឬអាចនិយាយបានថាវាគឺជាចេតនាបកលជាការភ័ន្តច្រឡំឧត្តមសេនីយ៍ឯកអាដុលប៊ុនថាំចារ៉ឺនបានអះអាងថាចំនួនណាមួយរវាងកម្ពុជាថៃនាពេលអនាគតអាចនឹងមានទ្រង់ទ្រាយធំប៉ុន្តែតាមពិតទៅចំនួនភាគច្រើនកន្លងមកគឺជាការឈ្លានពានដោយអាវុធយុទ្ធភ័ណ្ឌបកឡើងដោយយោធាថៃប្រទេសចង្រៃឬយ៉ាងហោចណាស់ក្នុងកម្រិតប្រតិបត្តិការយោធាដែលឈានទៅដល់ការដាក់ពង្រាយកងទ័ពថៃចូលកាន់កាប់ទឹកដីកម្ពុជាដែលគឺជាការរំលោភលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ានការប៉ះទង្គិចគ្នានិងការចូលកាន់កាប់ជាច្រើនលើកច្រើនសារទាំងនេះបានគួបផ្សំបញ្ចូលគ្នាទៅជាការរំលោភបំពាននិងការឈ្លានពានទឹកដីកម្ពុជាក្នុងកម្រិតយុទ្ធសាស្ត្រដែលមិនមែនជារឿងតូចតាចនោះទេទង្វើនេះគឺជាកត្តាជំរុញសំខាន់បំផុតតែមួយគត់ដែលអាចនឹងញុះញង់ឲ្យមានសង្គ្រាមទ្រង់ទ្រាយធំរវាងកម្ពុជាថៃកម្ពុជានៅតែអនុវត្តភាពស្របច្បាប់តាមលំអាននៃច្បាប់អន្តរជាតិដើម្បីការពារប្រជាពលរដ្ឋអធិបតេយ្យភាពបរណភាពទឹកដីរបស់ខ្លួនទោះបីជាមានការលើកឡើងយ៉ាងណាក៏ដោយពីសំណាក់រដ្ឋាភិបាលថៃរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ភ្ជាប់ភាពចាស់ទុំដ៏វិសេសវិសាលក្នុងការព្យាយាមដោះស្រាយស្ថានភាពតានតឹងនេះដោយសន្តិវិធីស្ថិតក្នុងកាលៈទេសៈនេះដោយមិនខ្វាយខ្វល់រវីរវល់អំពីអ្វីទាំងអស់ដែលឧត្តមសេនីយ៍ឯករដ្ឋមន្ត្រីការពារជាតិថៃរូបនេះលើកឡើងភាគីកម្ពុជានៅតែឈរលើជំហរទប់ស្កាត់មិនឲ្យមានការរីករាលដាលនៃចំនួនកាន់តែខ្លាំងក្លានិងគួរឲ្យកត់សម្គាល់បន្ថែមទៀតឡើយបាទពីលោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាតបតទៅកាន់អាម៉ាស៊ីរដ្ឋមន្ត្រីការពារជាតិថៃថ្មីទើបឡើងណាប្រិមិត្តនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងវាលើកនិយាយនៃការប៉ះទង្គិចគ្នាជុំទី3បើការឡើងមែនទ្រង់ទ្រាយធំតែម្ដងថាតើទ្រង់ទ្រាយធំនឹងកម្រិតណាដែរដោយសារតែលើកទី1លើកទី2វាប្រើយន្តហោះចម្បាំងប្រភេទបាទគ្រប់សពបែបទាំងអស់ F16 Gripen តៃ50ពីកូរ៉េខាងត្បូងជាដើមបោះពួយវាប្រហារចូលជ្រៅកំទេចស្ពានកម្ពុជាបាទដូចគ្នាទៅនឹងអ៊ីស្រាអែលកំពុងតែវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កំទេចស្ពានអ៊ីរ៉ង់ណោះបាទអញ្ចឹងទេប៉ុណ្ណឹងវាអត់ទ្រង់ទ្រាយធំទេអីចុះតម្រាំលើកទី3ថាតើកម្រិតណាដែរប្រិយមិត្តអាចប៉ាន់ស្មានទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃរូបនេះលើកឡើងនេះបាទអញ្ចឹងទេគាត់លើកឡើងនេះចង់ផ្ដាំទៅប្រជាពលរដ្ឋថៃកុំឲ្យស្លន់ស្លោបើសិនជាផ្ទុះមែនផ្នែកស៊ើបការសម្ងាត់របស់ថៃគេនឹងដឹងនិងបញ្ជូនអាសន្នសញ្ញាណាមួយទៅកាន់ប្រជាពលរដ្ឋតាមរយៈការជំលះអីជាដើមណាបាទអូខេកុំភ្លេច share ម្នាក់មួយ subscribe ផងពុកម៉ែបងប្អូនតគ្នានេះគឺជា channel របស់ខ្ញុំ